គោលដៅរបស់រាជរដ្ឋាភិបាលអំពូវិញបងប្អូននៅជាមួយបងប្អូនគ្រប់កលៈទេសៈទាំងអស់ពេលដែលផ្ទុះយើងធ្វើម៉េចអាទិភាពទី1គឺពជាមួយខេត្តអាជ្ញាធរមូលដ្ឋានកងកម្លាំងរបស់យើងធ្វើយ៉ាងណាជំលះប្រជាពលរដ្ឋយើងមកទីទួលសុវត្ថិភាពរៀបចំទីទួលសុវត្ថិភាពហើយខ្ញុំក៏សូមអរគុណដល់បដិជគុណប្រជាអធិការគណៈកម្មការវត្តដែលបានអនុញ្ញាតឲ្យយកទីតាំងវត្តរៀបចំជាកន្លែងជំរកទួលសុវត្ថិភាពយើងអត់មានព្រៀងសម្រាប់សង្គ្រាមទេយើងចង់បាននៅព្រំដែនសន្តិភាពជាមួយប្រទេសជិតខាងសង្គ្រាមផែកហួរផ្ទៃក្នុងវាយូរណាស់មកហើយដែលកម្ពុជាមិនចង់បានព្រោះវាប៉ះពាល់ដល់ជីវភាពរស់នៅអាយុជីវិតប្រជាពលរដ្ឋរបស់យើងប៉ុន្តែវាកើតហើយយើងត្រូវតែធ្វើយ៉ាងណាធានានៅសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើងគ្រប់គ្រងដល់កងកម្លាំងរបស់យើងប៉ុន្តែសំខាន់ប្រជាពលរដ្ឋស្លូតត្រង់ដែលអត់ដឹងអញ្ចឹងបានការបង្កើតទីទួលសុវត្ថិភាពនៅលើកទី1យើងមានប្រមាណកន្លែងតែលើកទី2រយៈពេលវែងមានច្រើនជាងមុនចឹងបាននៅខែនេះគឺខ្ញុំសូមអរគុណណាស់ឲ្យដំគឹមរិទ្ធីបានធ្វើការងារបានល្អលះនៅតាំងពីលើកទី1ហើយលើកទី2នេះក៏បានចាត់ចែងបន្ថែមទៀតហើយក៏អរគុណដល់អាដាមទេសរដ្ឋមន្ត្រីគុតគីមដែលបានយកចិត្តទុកដាក់នៅក្នុងការដោះស្រាយបញ្ហាមិនថានៅខេត្តព្រះវិហារឧត្តរមានជ័យសំបីនៅប្រទេសមានជ័យនៅកន្លែងផ្សេងទូទាំងប្រទេសពេលដែលប៉ះពាល់លើកទី2នេះប៉ះពាល់ច្រើនខេត្តបាទមកជំនាព្រំដែនទាំងអស់បាទអញ្ចឹងគឺយើងខិតខំដោះស្រាយទៅតាមលទ្ធភាពដែលរាជរដ្ឋាភិបាលបានធ្វើអញ្ចឹងជំហានទី1គឺដោះស្រាយប្រជាជនទៅនៅណាមានកន្លែងស្នាក់នៅមានបន្ទប់ទឹកមានអាហារយ៉ាងម៉េចបាទសិស្សទៅរៀនដែលបាននឹងតើយើងអាចរៀបចំអីខ្លះកន្លែងនេះដូចរៀបចំជាសាលាដែលមានសាលាដែរនៅនេះបានបណ្ដោះអាសន្នឈឺស្កាត់ក្រសួងសុខាភិបាលទៅចុះមកធ្វើមួយមន្ទីរសុខាភិបាលរៀបចំយ៉ាងម៉េចដើម្បីជួយនេះដំណាក់កាលដំបូងដំណាក់កាលបន្ទាប់គឺថាធ្វើម៉េចកុំឲ្យវានៅរ៉ាំរ៉ៃចឹងហើយបានឈានទៅដល់ការខិតខំរកដំណោះស្រាយចរចាបញ្ចប់ជប់បាញ់នេះឲ្យបានឆាប់បាទវគ្គទី1 5ថ្ងៃវគ្គទី2 21ថ្ងៃដើម្បីបញ្ចប់បញ្ជាការស្លាប់បន្តទៀតរបស់ប្រជាពលរដ្ឋរបស់កងទ័ពកម្លាំងប្រដាប់អាវុធបាត់បែងផ្ទះសម្បែងតិចទី